ជម្រាបសួរប្រិមត្តដែលកំពុងទស្សនា PCSP Media ជាទីគោរពប្រិមត្តទស្សនិកជននៅខាងក្រោយខ្ញុំគឺជាភ្នំបងប្អូនប្រហែលជាឆ្ងល់ភ្នំអីអញ្ចឹងខ្ញុំក៏មិនលាក់ដែរបើយើងមើលពីទស្សនវិជ្ជាទៅក៏មិនខ្លីប្រហែលដែរមុំនេះហើយគឺជាភ្នំមួយដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺភ្នំនេះគេឲ្យឈ្មោះថាភ្នំស្រង់ប្រិមត្តទស្សនិកជនមើលខាងក្រោយចុះបើមើលពេលព្រឹកហើយនឹងពេលល្ងាចគឺពិតជាស្រស់ស្អាតមានន័យថាឥឡូវនេះក៏ជារដូវវស្សាផងដែរមានពពកនៅជាប់ជាមួយនឹងភ្នំនេះតែម្ដងបើទស្សនវិជ្ជាពេលព្រឹកហើយនឹងពេលល្ងាចខ្ញុំជឿជាក់ថាកាន់តែស្រស់ស្អាតក៏ប៉ុន្តែសម្រាប់ភ្នំស្រង់នេះខ្ញុំចង់ជម្រាបជូនបងប្អូនយើងឲ្យបានជ្រាបដែរអំពីទស្សនវិជ្ជាជារួមនៅម្ដុំទីតាំងភ្នំស្រង់នេះបងប្អូនណាខ្លះដែលនៅម្ដុំភ្នំស្រង់អាចជួយ share like comment ប្រាប់ផងមើលថានៅម្ដុំនេះបងប្អូនយើងណាខ្លះដែលកំពុងតែរស់នៅទីតាំងហ្នឹងខ្ញុំនឹងក្រុមការងារបានមកដល់ទីតាំងនេះប្រិមិត្តបើនិយាយពីភ្នំស្រង់សិនមុននឹងនិយាយជម្រាបជូនអំពីការអភិវឌ្ឍដោយសារតែពេលមកដល់ឃើញផ្លូវឆ្វាត់ឆ្វែងក៏ប៉ុន្តែផ្លូវនេះគឺសិតសឹងតែជាប្រភេទផ្លូវដែលអាចធ្វើដំណើរបានផ្លូវខ្លះក៏មានក្រាលគ្រួសផ្លូវខ្លះក៏មានបេតុងផ្លូវខ្លះក៏មានកៅស៊ូផ្លូវខ្លះក៏នៅជាផ្លូវលំដែលអាចឲ្យបងប្អូនយើងនឹងធ្វើដំណើរបានជាតំបន់អភិវឌ្ឍមួយដ៏គួរឲ្យកត់សម្គាល់ដែរក៏ប៉ុន្តែបើនិយាយទៅលើមួយជ្រុងនៃភ្នំស្រង់ខ្ញុំមិនដឹងប្រវត្តិច្បាស់ដែរទេប្រិមិត្តក៏ប៉ុន្តែខ្ញុំមកមើលអំពីទស្សនវិជ្ជារួមនៅទីតាំងនេះដែលខ្ញុំមិនទាន់ទៅដល់នៅលើភ្នំទេក៏ប៉ុន្តែបើតាមការសាកសួររបស់បងប្អូនប្រជាពលរដ្ឋយើងនៅទីតាំងប្រជាពលរដ្ឋនៅម្ដុំនេះគាត់បានលើកឡើងថាភ្នំស្រង់គឺជាភ្នំមួយដែលបងប្អូនប្រជាពលរដ្ឋយើងអាចមកកំសាន្តបានមានន័យថាមានផ្លូវឡើងដែរបាទនៅតាមជំនាញជើងភ្នំណាអាចផ្លូវអាចឡើងបានទៅកំសាន្តទៅលេងអីបានដូចគ្នាដែរតែគ្រាន់តែថាអ្វីដែលសំខាន់ណាបងប្អូនយើងមួយចំនួនទៀតក៏គាត់អាចអញ្ជើញមកដល់ទីតាំងភ្នំស្រង់ហ្នឹងគឺមានទីតាំងអាស្រមឬវិហារនៅខាងលើនោះដូចបងប្អូនបានទស្សនាអញ្ចឹងហើយមួយទៀតក៏ចង់បង្ហាញឲ្យបងប្អូនយើងបានទស្សនាហ្នឹងគឺតំបន់ទេសចរឬក៏ទីកន្លែងកំសាន្តបែបធម្មជាតិបែបនេះក៏ប៉ុន្តែបើនិយាយអំពីនៅក្នុងខេត្តកំពង់ស្ពឺក៏មានភ្នំស្រង់នេះដែលមានប្រវែងវែងគួរឲ្យកត់សម្គាល់ដែលមើលទៅហាក់បីដូចជាអារម្មណ៍ស្រស់ស្រាយមែនទែនខ្ញុំជឿជាក់ថាបងប្អូនប្រជាពលរដ្ឋយើងទាំងយុវជនទាំងយុវវ័យទាំងលោកពូអ្នកប៊ីងផ្សេងទៀតក៏ចាប់អារម្មណ៍អំពីទស្សនវិជ្ជាដ៏ស្រស់ស្អាតបាទនៅក្នុងភ្នំស្រង់នេះដែរហើយបើនិយាយនៅក្នុងខាងក្រោមជនីភ្នំនេះផ្លូវក៏ល្អណាស់ដែរផ្លូវក៏ល្អណាស់ដែរហើយបើនិយាយអំពីវិស័យឧស្សាហកម្មរោងចក្រសហគ្រាសគឺនៅទីនេះសម្បូរមែនទែនអ្នកខេត្តកំពង់ស្ពឺបាទដូច្នេះនេះហើយគឺជាការអភិវឌ្ឍពីមួយដំណាក់កាលទៅមួយដំណាក់កាលអ្វីដែលយើងគួរឲ្យចាប់អារម្មណ៍នោះទៀតសោតបងប្អូនប្រជាពលរដ្ឋនៅទីនេះក្រៅតែពីវិស័យឧស្សាហកម្មរោងចក្រកាត់ដេរហ្នឹងគឺពួកគាត់ធ្វើស្រូវស្រែហ្នឹងហើយបាទធ្វើស្រូវស្រែហ្នឹងហើយដោយបងប្អូនទស្សនាចុះគឺវាលស្រែខ្លះក៏គាត់ធ្វើស្រូវប្រាំងស្រែខ្លះក៏គាត់ធ្វើស្រូវវស្សាហ្នឹងឥឡូវទៀតសោតមានការអភិវឌ្ឍទៅទៀតអភិវឌ្ឍនឹងយ៉ាងម៉េចផ្លាស់ប្ដូររបត់ហើយពីមុនមានសំណាបស្ទូងណាសម្រាប់ស្ទូងក៏ប៉ុន្តែឥឡូវគាត់ព្រោះយកហើយបាទគាត់ព្រោះយកហើយបាទអញ្ចឹងទស្សនវិជ្ជាជារួមនៅក្នុងទីតាំងនេះខ្ញុំសូមផ្ញើជូនបងប្អូនយើងអ្នកនៅម្ដុំភ្នំស្រង់បាទនៅក្នុងខេត្តកំពង់ស្ពឺហើយខ្ញុំមកដល់ចុះពីផ្លូវជាតិលេខ3មករៀងឆ្ងាយគូសំដែរបាទមកដល់ភ្នំស្រង់ធ្វើដំណើរតាមដងផ្លូវបាទបើទោះបីជាផ្លូវមួយចំនួននៅមានភាពលំបាកបន្តិចបន្តួចមែនក៏ប៉ុន្តែនៅតែអាចធ្វើដំណើរដល់បាទនៅតែអាចធ្វើដំណើរដល់ហើយបើធ្វើដំណើរចុះចេញពីផ្លូវជាតិលេខ3ហ្នឹងមកដល់ភ្នំស្រង់នេះដូចខ្ញុំបានបញ្ជាក់ជូនឲ្យដូចប្រិមិត្តទស្សនាអញ្ចឹងផ្លូវបាទគឺកំពុងតែមានការឈូសឆាយអភិវឌ្ឍបន្តទៀតនៅក្នុងទីតាំងនេះអ្វីដែលយើងផ្ដល់ជូនតាមរយៈវីដេអូនៅក្នុងពេលនេះទីមួយចង់បង្ហាញជូនដល់បងប្អូនយើងបានជ្រាបអំពីភ្នំស្រង់បង្ហាញសម្រស់ដ៏ស្រស់ត្រកាលដែលភាគច្រើនពេលព្រឹកហើយដល់រដូវវស្សាចេះពពករៀងអ៊ូអាប់ដែរអញ្ចឹងពេលខ្លះមើលមកគឺឃើញពពកនៅជាប់នឹងភ្នំនឹងតែម្ដងបាទនឹងទី1ទី2ចង់បញ្ជាក់ជូនថានៅទីតាំងម្ដុំភ្នំស្រង់នេះគឺសម្បូរទៅដោយរោងចក្រដែលប្រជាពលរដ្ឋមិនបាច់ចាំចំណាក់ស្រុកទៅណាឆ្ងាយទៀតទេបាទដែលមានរោងចក្រនៅទីតាំងនេះយ៉ាងសម្បូរបែបសម្រាប់បងប្អូនប្រជាពលរដ្ឋគាត់ពឹងពាក់អាស្រ័យដែលបានទទួលនឹងប្រាក់ខែជាបន្តបន្ទាប់លើអ្វីដែលជាវិស័យកសិកម្មដែលបងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើបាទអញ្ចឹងទៅនេពីស្រូវស្រែចម្ការអាចចូលរោងចក្រក៏បានហើយបើសិនជាចាប់យកវិស័យស្រូវស្រែចម្ការនឹងហើយ
ក៏មកផ្នែកជ្រុងយ៉ាងទៅព្រោះយើងដឹងស្រាប់ហើយតើប្រទេសកម្ពុជាយើងក៏ជាប្រទេសមួយដែលពឹងពាក់ពំនាក់អាស្រ័យទៅលើវិស័យកសិកម្មនឹងយ៉ាងច្រើនផងដែរអញ្ចឹងវិលត្រឡប់មកវិញរៀងស្រឡះភ្នែករៀងមានអារម្មណ៍ស្រស់ស្រាយធ្វើដំណើរមិនឆ្ងាយប្រហែលពីរាជធានីភ្នំពេញទេមកដល់ភ្នំស្រង់នេះដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺដែលយើងកំពុងតែធ្វើដំណើរមកដល់ទីតាំងនេះក៏ចង់បង្ហាញអំពីការអភិវឌ្ឍមួយចំនួនធំដែរបាទនៅទីតាំងហ្នឹងហើយមួយលើទៀតគឺជាការរីកចម្រើនទៅលើការទទួលបានប្រាក់ចំណូលពីបងប្អូនប្រជាពលរដ្ឋយើងនៅទីនេះសប្បាយចិត្តរីករាយនៅពេលដែលឃើញមានការអភិវឌ្ឍបែបនេះក៏ប៉ុន្តែបើនិយាយអំពីតំបន់ទេសភាពវិញភ្នំនេះបើតាមការបញ្ជាក់មិនទៀបជាង6ទៅ700ម៉ែត្រទេបាទអញ្ចឹងខ្ពស់គួរសមដែរហើយប្រវែងក៏វែងដែរដូចខ្ញុំបានបញ្ជាក់នៅខាងដើមអញ្ចឹងហើយនៅពេលដែលមកដល់ឃើញចរន្តប្រជាពលរដ្ឋរោងចក្រសហគ្រាសចេញចូលរថយន្តឡានម៉ូតូអីនឹងឆ្វាត់ឆ្វៃបែបនេះបានថានៅទីតាំងនេះគឺជាតំបន់សេដ្ឋកិច្ចមួយដ៏គួរឲ្យទាក់ទាញផងដែរទាំងការរស់នៅទាំងការដែលយើងមកមើលទេសភាពបាននិងការរកស៊ីផ្សេងៗទៀតរបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះគឺមមាញឹកមែនទែនហើយក៏ជាទីតាំងដែលកំពុងមានការអភិវឌ្ឍយ៉ាងគួរឲ្យកត់សម្គាល់ដែលយើងមកដល់នឹងឃើញនៅក្នុងទីតាំងនេះថាពិតជាគួរឲ្យចាប់អារម្មណ៍និងអាចបង្ហាញឲ្យឃើញថានេះហើយគឺជាការរីកចម្រើនបន្តទៀតអញ្ចឹងខ្ញុំនិយាយនេះនៅក្នុងមុំនឹងជ្រុងមួយរៀងគូសមដែរទាំងទេសភាពផងទាំងការមើលឃើញអំពីការអភិវឌ្ឍផងក៏ដូចជាការធ្វើស្រូវស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរអញ្ចឹងក៏ជាការរំលឹកនិងបង្ហាញឲ្យបងប្អូនយើងបានឃើញទៅលើទស្សនវិជ្ជានៅតាមផ្លូវវាលស្រែក៏មានផ្លូវជិះរថយន្តមកដល់ទីតាំងដោយផ្ទាល់ដូចគ្នាដែរបាទអញ្ចឹងពិតជាស្ងើចសរសើរជាមួយនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានធ្វើនឹងរៀបចំឡើងឲ្យមានទស្សនវិជ្ជាល្អបែបនេះជួនបាទអញ្ចឹងបងប្អូនយើងដែលចង់ស្គាល់ភ្នំស្រង់នៅក្នុងខេត្តកំពង់ស្ពឺនៅខាងក្រោយខ្ញុំនេះហើយបើចង់ឲ្យឃើញកាន់តែភាពស្រស់ស្អាតដូចខ្ញុំបានបញ្ជាក់នៅដើមហើយថាពេលព្រឹកហើយនឹងពេលល្ងាចពិតជាស្រស់ស្អាតក៏ប៉ុន្តែខែនេះអាចចូលដល់វស្សាអញ្ចឹងអាចនឹងមានភ្លៀងធ្លាក់ហើយនឹងមានពពកអ៊ូអាប់កាន់តែស្រស់ស្អាតមួយបែបទៀតអរគុណប្រិយមិត្តដែលកំពុងតាមដានទស្សនាខ្ញុំមានសេចក្តីរាយការណ៍ខ្លីៗជូនបងប្អូនយើងនៅពេលនេះហើយខ្ញុំនឹងបង្ហាញជូនទៅនឹងតំបន់ទីតាំងផ្សេងៗទៀតទាំងបែបស៊ីវិល័យទាំងបែបស្រុកស្រែដែលបងប្អូនយើងក៏រស់នៅនឹងការផ្លាស់ប្ដូររបត់នៃការរស់នៅពីស្រុកស្រែទៅភ្នំពេញពីភ្នំពេញមកនៅក្នុងតំបន់ជនបទក៏ប៉ុន្តែការរស់នៅបានយូរឬក៏ជាការលំហែបែប relax បែបណានោះគឺជាជ្រុងមួយនៃការកំសាន្តបែបពួកគាត់មួយបែបផ្សេងគ្នានៃចំណង់ចំណូលចិត្តអ្នកខ្លះគាត់បែបសៅរ៍អាទិត្យអីចឹងទៅអ្នកខ្លះគាត់ថាមកទីនេះជាអចិន្ត្រៃយ៍អីចឹងទៅអ្នកខ្លះក៏គាត់គិតថាបើមកកំសាន្តបានតែមកឲ្យរស់នៅដូចជាមិនអាចនៅបានទេដោយសារទី1យើងត្រូវផ្លាស់ប្ដូរនៅទីតាំងរស់នៅណាពីតំបន់មួយទៅតំបន់មួយក៏ប៉ុន្តែបើនិយាយមកដល់នៅទីតាំងនេះបើសៅរ៍អាទិត្យមកពិតជាត្រឹមត្រូវហើយបាទសប្បាយមើលពីការអភិវឌ្ឍផងសប្បាយមើលអំពីព្រៃភ្នំបាទដែលនៅលើទីតាំងដែលខ្ញុំបានផ្ដល់ជូននេះអរគុណណាស់អញ្ចឹងមានត្រឹមប៉ុណ្ណេះទេជូនបងប្អូនយើងឲ្យផ្ញើចិត្តនឹកទៅដល់បងប្អូនយើងអ្នកនៅឯម្ដុំភ្នំស្រង់នេះនៅក្នុងខេត្តកំពង់ស្ពឺហើយទស្សនវិជ្ជាទាំងអស់នេះផ្ដល់ជូនបងប្អូនយើងអ្នករស់នៅទីតាំងនឹងដោយផ្ទាល់និងបងប្អូនយើងនៅតាមបណ្ដាទីតាំងផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជាខ្ញុំសុផលនឹងក្រុមការងារសូមអរគុណគោរពលាលោកអ្នកត្រឹមប៉ុណ្ណេះបាទ